ជាបំពាក់សពាវុធដើម្បីការពារបូរណភាពទឹកដីបង្វែរកាណុងទៅបន្ទាយរបស់កងទ័ពថៃមិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយនេះជាការបញ្ជាក់របស់ប្រមុខការពារជាតិនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025ប្រមុខការពារជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហាបានបញ្ជាក់ថាកងទ័ពកម្ពុជាបំពាក់សពាវុធដើម្បីការពារបូរណភាពទឹកដីបង្វែរកាណុងទៅបន្ទាយរបស់កងទ័ពថៃមិនមែនបង្វែរកាណុងទៅផ្ទះខ្លួនឯងឡើយការលើកឡើងបែបនេះបន្ទាប់ពីភាគីយោធាថៃអះអាងថាកងទ័ពកម្ពុជាបានបង្វែរកាណុងកំភ្លើងទៅទិសភូមិឋាននិងបន្ទាយរបស់កងទ័ពថៃឆ្លើយតបទៅនឹងការចោទប្រកាន់ខាងលើឯកឧត្តមបានបញ្ជាក់ថានេះជាយុទ្ធវិធីការពារជាតិរបស់កម្ពុជាពេលយើងបំពាក់សពាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេទន្ទឹមនឹងនេះដែរឯកឧត្តមទាសីហាក៏បានលើកឡើងជាសំណួរថាឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជាឯកឧត្តមបានរំលឹកថាជំរឿសន្តិវិធីគឺត្រូវផ្អែកលើការចរចារវាងរដ្ឋាភិបាលទាំងពីរទាំងផ្នែកនយោបាយសេដ្ឋកិច្ចនិងវិស័យផ្សេងៗចំពោះផ្នែកយោធាគឺជាជំរើសចុងក្រោយបំផុតតែប៉ុណ្ណោះឯកឧត្តមបានបន្ថែមថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការពារទឹកដីកម្ពុជាដោយគ្មានមហិច្ឆតាឈ្លានពានទៅប្រទេសជិតខាងឡើយ